រឿងនេះចាប់ផ្ដើមនៅវិទ្យាល័យមួយក្នុងសហរដ្ឋអាមេរិកសិស្សានុសិស្សកំពុងត្រៀមខ្លួនធ្វើដំណើរកម្សាន្តទៅកាន់ទីក្រុងប៉ារីសមុនពេលឡើងយន្តហោះAlex បានកត់សម្គាល់ឃើញរឿងចម្លែកមួយជើងហោះហើរទាំងអស់នៅអាកាសយានដ្ឋានត្រូវបានលុបចោលលើកលែងតែជើងហោះហើរដែលពួកគេហ៊ាននឹងជិះទោះបីគាត់មានអារម្មណ៍ថាវាចម្លែកក៏ដោយក៏មិនបានគិតអ្វីច្រើនដែរបន្តិចក្រោយមកខណៈដែលគាត់នៅក្នុងបន្ទប់ទឹកសម្លេងប្រកាសនៅអាកាសយានដ្ឋានបានចាក់បទចម្រៀងរបស់ John Denver ភ្លាមនោះ Alex នឹកឃើញថាតារាចម្រៀងដ៏ល្បីរូបនេះបានស្លាប់ក្នុងគ្រោះថ្នាក់យន្តហោះគំនិតនេះធ្វើឲ្យគាត់ចាប់ផ្ដើមមានអារម្មណ៍មិនស្រួលនិងមិនអាចបំបត្តិការសង្ស័យថាអាចនឹងមានរឿងអាក្រក់កើតឡើងចំពោះជើងហោះហើររបស់ពួកគេនៅពេលដែលសម្ដៅទៅកាន់យន្តហោះគាត់ក្រឡេកមើលតាមបង្អួចហើយឃើញថាភ្លៀងកំពុងធ្លាក់នៅខាងក្រៅនោះធ្វើឲ្យគាត់កាន់តែភ័យបារម្ភអំពីដំណើរខាងមុខក្រោយពេលអង្គុយលើកៅអីនិងចងខ្សែក្រវ៉ាត់សុវត្ថិភាពរួច Alex បានបើករន្ធខ្យល់នៅពីលើក្បាលដើម្បីព្យាយាមធ្វើឲ្យខ្លួនឯងស្ងប់ចិត្តភ្លាមនោះមិត្តរួមថ្នាក់ស្រី2នាក់បានដើរមកសុំឲ្យគាត់បដូរកៅអីជាមួយពួកនាងដោយឃើញពួកនាងសង្ឃឹមយ៉ាងខ្លាំងគាត់ក៏មិនអាចបដិសេធបានហើយយល់ព្រមផ្លាស់ទៅអង្គុយក្បែរមិត្តជិតស្និទ្ធរបស់គាត់ឈ្មោះ Todd ប៉ុន្តែមុនពេលគាត់អង្គុយទៅបត់ខាងមុខស្រាប់តែទម្លាក់ចុះដោយខ្លួនឯង Alex ព្យាយាមបិទវាវិញប៉ុន្តែទើបដឹងថាវាខូចទៅហើយនៅពេលយន្តហោះចាប់ផ្ដើមរត់លើផ្លូវហោះហើរអារម្មណ៍ភ័យខ្លាចរបស់គាត់កាន់តែខ្លាំងឡើងគាត់មានអារម្មណ៍ថាមានរឿងដ៏សំខាន់មួយហៀបនឹងកើតឡើងហើយវាក៏កើតឡើងពិតមែនមិនយូរប៉ុន្មានបន្ទាប់ពីយន្តហោះហោះឡើងវាចាប់ផ្ដើមញ័រយ៉ាងខ្លាំងវ៉ាលីជាច្រើនបានធ្លាក់ចេញពីទូដាក់អីវ៉ាន់ខាងលើសូម្បីតែម៉ាស់អុកស៊ីសែនក៏ធ្លាក់ចុះពីពិដានដែរអ្នកដំណើរប្រញាប់ពាក់ម៉ាស់អុកស៊ីសែនប៉ុន្តែមុនពេលនរណាម្នាក់អាចធ្វើអ្វីបានការផ្ទុះដ៏ធំមួយបានបំផ្លាញកាប៊ីនយន្តហោះអ្នកដំណើរ2នាក់រួមទាំងកៅអីរបស់ពួកគេត្រូវបានកម្លាំងខ្យល់បឺតចេញទៅក្រៅយន្តហោះភ្លាមភាពវឹកវរបានផ្ទុះឡើងពេញយន្តហោះមុនពេលនរណាម្នាក់អាចរកវិធីគេចខ្លួនបានការផ្ទុះមួយទៀតបានកើតឡើងអណ្ដាតភ្លើងដ៏សន្ធោសន្ធៅបានឆេះរាលដាលពីបន្ទប់បញ្ជីយន្តហោះចូលមកក្នុងកាប៊ីនអ្នកដំណើរក្នុងរយៈពេលតែប៉ុន្មានវិនាទី Alex ត្រូវបានអណ្ដាតភ្លើងលេបត្របាក់ហើយឆេះស្លាប់យ៉ាងអាណោចអាថមទិដ្ឋភាពដ៏រន្ធត់នោះបានធ្វើឲ្យគាត់ភ្ញាក់ពីដំណេកភ្លាមដោយដកដង្ហើមញាប់ Alex បានដឹងថាតាមពិតគាត់នៅតែអង្គុយលើយន្តហោះដដែលភ្លាមនោះក្មេងស្រីដែលគាត់បានឃើញក្នុងនិមិត្តក៏ដើរមកសុំបដូរកៅអីជាមួយគាត់ Alex ស្ទើរតែស្រឡាំងកាំងដើម្បីផ្ទៀងផ្ទាត់ការសង្ស័យរបស់ខ្លួនគាត់ប្រញាប់ទៅអង្គុយលើកៅអីរបស់នាងហើយពិនិត្យទៅបត់នៅខាងមុខដូចក្នុងនិមិត្តអីចឹងវាពិតជាខូចមែននៅពេលនោះគាត់ប្រកាសក្នុងចិត្តថាអ្វីដែលគាត់បានឃើញមិនមែនជាសុបិនទេទន្ទឹមនឹងនោះCarterគិតថា Alex គ្រាន់តែនិយាយលេងឥតបានការដោយខឹងនឹងការព្រមានរបស់ Alex គេក៏ដាល់គាត់មួយដៃការឆ្លោះប្រកែកបានคล้ายជាចំនួនធ្ងន់ធ្ងរបុគ្គលិកបម្រើលើយន្តហោះបានចូលមកអន្តរាគមន៍ហើយនាំ Alex Carter និងអ្នកដំណើរមួយចំនួនទៀតចុះពីយន្តហោះដោយប្រាប់ថាពួកគេអាចរងចាំជិះជើងហោះហើរបន្ទាប់វិញប៉ុន្តែគ្មាននរណាម្នាក់កត់សម្គាល់ថាខ្លែដែលអង្គុយស្ងៀមនៅកន្លែងរបស់នាងស្រាប់តែសម្រេចចិត្តចុះពីយន្តហោះហើយដើរតាមពួកគេចេញមកក្រៅនៅក្នុងសាលរងចាំ Alex ព្យាយាមពន្យល់គ្រូរបស់គាត់ទាំងអស់សង្ឃឹមថាហេតុការណ៍ដែលគាត់បានឃើញក្នុងនិមិត្តហៀបនឹងកើតឡើងពិតគាត់អះអាងថាយន្តហោះនោះនឹងធ្លាក់ជាមិនខាន Carter បានចាប់ផ្ដើមចំអកគាត់ម្ដងទៀតដោយកំហឹង Alex ស្ទុះទៅវាយ Carter ហើយអ្នកទាំងពីរក៏ចាប់ផ្ដើមប្រយុទ្ធគ្នាសាជាថ្មីនៅពេលជាមួយគ្នានោះ Billy ឈរមើលយន្តហោះដែលកំពុងរត់លើផ្លូវហោះហើរដោយមិនដាក់ភ្នែកស្រាប់តែនៅវិនាទីបន្ទាប់រឿងដែលគ្មាននរណានឹកស្មានដល់ក៏បានកើតឡើងយន្តហោះបានផ្ទុះយ៉ាងសន្ធោសន្ធៅនៅលើអាកាសរលកសម្ពាធដ៏ខ្លាំងបានបំបែកកញ្ចក់អាកាសយានដ្ឋានជាច្រើនមនុស្សគ្រប់គ្នាឈរស្ងៀមដោយភាពតក់ស្លុតបន្តិចម្ដងពួកគេទាំងអស់បានបែរមុខទៅមើល Alex គ្មាននរណាម្នាក់ជឿអ្វីដែលទើបតែកើតឡើងឡើយ Alex ហាក់ដូចជាបានដឹងអនាគតជាមុននៅយប់នោះសារព័ត៌មានបានផ្សាយអំពីគ្រោះថ្នាក់យន្តហោះដ៏អាក្រក់នៅពេល Alex ដឹងថាមនុស្សទាំងអស់ដែលនៅលើយន្តហោះបានស្លាប់លើកលែងតែមនុស្ស7នាក់ដែលត្រូវបានបញ្ចុះឲ្យចុះពីយន្តហោះគាត់មានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងជនរងគ្រោះភាគច្រើនសុទ្ធតែជាមិត្តរួមថ្នាក់របស់គាត់អ្វីដែលធ្វើឲ្យគាត់ឈឺចាប់បំផុតគឺការគិតថាប្រហែលជាគាត់អាចមានឱកាសជួយសង្គ្រោះពួកគេទាំងអស់បានមិនយូរប៉ុន្មានសាលាបានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធសម្រាប់សិស្សដែលបានបាត់បង់ជីវិតអ្នកដែលនៅរស់បានសន្យាថានឹងឲ្យតម្លៃជីវិតនិងរស់នៅឲ្យមានន័យជាមួយឱកាសទី2ដែលពួកគេទទួលបានប៉ុន្តែអ្វីដែលគ្មាននរណាម្នាក់ដឹងនោះគឺទោះបីពួកគេបានរួចផុតពីគ្រោះថ្នាក់យន្តហោះក៏ដោយក៏សេចក្តីស្លាប់មិនមានបំណងបោះបង់ពួកគេចោលឡើយនៅយប់ដដែលនោះ Todd ឈរនៅមុខកញ្ចក់ក្នុងបន្ទប់ទឹកកំពុងកោរពុកមាត់ខណៈកំពុងកោរពុកមាត់គាត់ក៏បានធ្វើឲ្យមានឧបទ្ទវហេតុមួយដោយចៃដន្យ